បាទជំរាបសួរលោកគ្រូអ្នកគ្រូអូខេអញ្ចឹងយើងបន្តទៀតចូលចំណុចទី2បាទចំណុចទី2គឺលក្ខណៈទាំង5នៃបុគ្គលិកលក្ខណៈបាទចំណុចទី5បាទទី1គឺសម្បញ្ញៈបាទសម្បញ្ញៈ conscientious បាទ conscientiousness K extraversion បាទការគិតពីកត្តាខាងក្រៅបាទទី3គឺការបើកចិត្តទូលាយបាទទី4គឺ agreeableness បាទការពេញចិត្តទទួលយកទី4គឺកត្តាប្រព័ន្ធប្រសាទបាទអញ្ចឹងមាន5ចំណុចបាទចំណុចទី1គឺសម្បញ្ញៈទី2គឺកត្តាគិតពីកត្តាខាងក្រៅទី3គឺការបើកចិត្តទូលាយបាទទី4គឺការពេញចិត្តទទួលយកបាទទី5គឺកត្តាប្រព័ន្ធប្រសាទបាទតោះយើងនឹងធ្វើការបកស្រាយនៅចំណុចទាំង5នេះបាទអញ្ចឹងយើងចូលមកក្រោមបាទ Big Five បាទ Big Five but Big Five personality trait អូខេបាទអញ្ចឹងopenness to experience extraversion បាទ conscient អូខេ conscientiousness you neuroticism agree agreeableness បាទយើងមាន Big Five បាទ Big Five ទី1គឺសារនេះគឺសម្បញ្ញៈបាទនេះគឺបាទការគិតពីកត្តាខាងក្រៅបាទយើងមើលគ្នានេះការគិតពីកត្តាខាងក្រៅបាទ openness ហ្នឹងគឺការបើកចិត្តទូលាយបាទទី4នេះគឺយ៉ាងម៉េចការពេញចិត្តទទួលយកអូខេការពេញចិត្តទទួលយកហើយទី5ហ្នឹងគឺអឺកត្តាប្រព័ន្ធប្រសាទបាទ Big Five អូខេតោះឥឡូវយើងនេះគឺជាសំណួរពិភាក្សាក្រុមបាទជួយបង្ហាញពីបុគ្គលិកលក្ខណៈទាំង5បាទ The Big Five Series បាទទី2តើគ្រូវាស់វែងបុគ្គលិកលក្ខណៈយ៉ាងដូចម្ដេចបាទហើយទី3ហ្នឹងគឺតើគ្រូបង្រៀនត្រូវធ្វើដូចម្ដេចដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សបាទនេះគ្រូបង្រៀនតើត្រូវធ្វើដូចម្ដេចដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សបាទហើយជួយបង្ហាញពីបុគ្គលិកលក្ខណៈទាំង5បាទ Big Five Series អូខេបាទអញ្ចឹងអូខេអញ្ចឹងយើងចាប់ផ្ដើមតែម្ដងបាទខាងនេះគឺយ៉ាងម៉េចបាទសម្បញ្ញៈបាទវាមានកម្រិតខ្ពស់និងកម្រិតទាបបាទកម្រិតខ្ពស់គឺសមត្ថភាពបាទមានការខិតខំវិន័យខ្លួនឯងបាទរៀបចំកាតព្វកិច្ចការពិចារណាហេតុនិងផលបាទហើយខាងក្រោមនេះគឺអសមត្ថភាពបាទ below conscient បាទ conscientiousness បាទសតិសម្បញ្ញៈទាបទៅគឺអសមត្ថភាពបាទពន្យាពេលមិនមានសណ្ដាប់ធ្នាប់បាទគ្មានវិន័យអន្ទះអន្ទែងមិនចេះខ្វល់បាទអានឹងពាក់ព័ន្ធជាមួយនឹងសម្បញ្ញៈបាទចំណុចមួយទៀតគឺ extraversion បើ extraversion នេះប្រែថាម៉េចបាទយើងប្រែថាការគិតពីកត្តាខាងក្រៅបាទការគិតពីកត្តាខាងក្រៅនេះបាទតោះអញ្ចឹងយើងចាប់ផ្ដើមទៅម្ដង បាទអញ្ចឹងវាមានកម្រិតខ្ពស់និងកម្រិតទាបបាទកម្រិតខ្ពស់គឺការផ្ដល់ថាមពលដោយអន្តរកម្មសង្គមបាទផ្ដល់ថាមពលដោយអន្តរកម្មសង្គមសេពគប់នៅក្នុងសង្គមបាទរីករាយការស្វែងរកការរំភើបការចុះសម្រុងបាទហើយដល់ពេល low extraversion នេះគឺចូលចិត្តភាពឯកាបាទធុញទ្រាន់ទៅនឹងទំនាក់ទំនងសង្គមច្រើនពេកបាទការមិនចូលចិត្តការយកចិត្តទុកដាក់បាទយើងយកចិត្តដាក់អីគឺអត់ទេ បាទហើយទី1ហ្នឹងបន្តទៀតគឺ openness ការបើកចិត្តបាទការបើកចិត្តឲ្យទូលាយអញ្ចឹងណាបាទយើងមើលការប្រែគេមកបាទដើម្បីកុំឲ្យមានកំហុសគឺយើងត្រូវមើលបាទការបើកចិត្តទូលាយបាទការបើកចិត្តទូលាយអូខេយើងមើលកន្លែងការបើកចិត្តទូលាយមកបាទគឺកម្រិតខ្ពស់ហ្នឹងគឺចង់ដឹងចង់ឃើញបាទបើកចិត្តទូលាយគឺមិនធម្មតាបាទការសម័យច្នៃប្រឌិតបាទហើយចំណែកឯ low openness ហ្នឹងគឺយ៉ាងម៉េចអាចទស្សន៍ទាយបានមិនមែនជាការសម័យបាទចូលចិត្តការផ្លាស់ប្ដូរហើយចូលចិត្តទម្លាប់តាមប្រពៃណីបាទហើយមួយទៀតនេះគឺ agreeableness អូខេ agreeableness បានអញ្ចឹងយ៉ាងម៉េចបាទហើយមានន័យថាកាយគេបានការបាទយើងមើលការបកប្រែមកបានការពេញចិត្តការទទួលយកបាទការពេញចិត្តការទទួលយកអូខេបាទការពេញចិត្តការទទួលយកគឺមានកម្រិតខ្ពស់និងកម្រិតទាបបាទកម្រិតខ្ពស់ហ្នឹងគឺទុកចិត្តមានន័យថាអភ័យទោសមានភាពថ្លៃថ្នូរភាពស្មោះត្រង់
រីករាយក្នុងការជួយអ្នកដទៃការនៅឡោមតាមបាទអាណិតអាសូរការយល់ចិត្តបាទហើយlow agreeable leness ហ្នឹងគឺយ៉ាងម៉េចបាទចេះតែសង្ស័យបាទទៀមទាននេះទៀមទាននោះបាទរឹងរូសបាទប្រមាថមើលងាយអ្នកដទៃអូខេបាទមិនទៀតមានអាណិតអាសូរមិនខ្វល់ពីអារម្មណ៍របស់អ្នកដទៃទេបាទហើយចុងក្រោយហ្នឹងគឺ Neuroticism បាទ បាទទីខាង Euro ណា Tism អូខេ Tism បាទកត្តាប្រព័ន្ធប្រសាទបាទមានគាត់ឯលក្បាលគាត់បាទបាទរោគេថាយោអឺ Euro បាទ Neuroticism បាទហើយ Neuroticism កត្តាប្រព័ន្ធប្រសាទកម្រិតខ្ពស់ហ្នឹងយ៉ាងម៉េចគឺថប់បារម្ភបាទកំហឹងបាទកំហឹងឆាប់ខឹងការប្រទះភាពតានតឹងក្នុងចិត្តច្រើនបាទមានអារម្មណ៍ហ្នឹងអៀនបាទងាយភាពងាយរងគ្រោះងាយអន់ចិត្តផ្លាស់ប្ដូរអារម្មណ៍យ៉ាងឆាប់រហ័សបាទហើយបើ low neuroticism នេះយ៉ាងម៉េចបាទគឺកម្រមានអារម្មណ៍សោកសៅឬធ្លាក់ទឹកចិត្តណាបាទហើយទី2ហ្នឹងគឺមិនបារម្ភច្រើនទេបាទទី3នេះជឿជាក់អារម្មណ៍នឹងខឹងនឹងធន់បាទស្ងប់ស្ងាត់បាទអញ្ចឹងbig five big five big five គេ big five គេបាទក្នុងនេះ big five series បាទទ្រឹស្ដី5ធំសំខាន់ហ្នឹងគឺមានទី1ហ្នឹងគឺសម្បញ្ញញ្ញៈបាទទី2ហ្នឹងគឺអឺការគិតពីកត្តាខាងក្រៅបាទទី3ហ្នឹងគឺការបើកចិត្តទូលាយបាទទី4ហ្នឹងគឺការទទួលយកបាទហើយទី5ហ្នឹងគឺបាទចុងក្រោយគឺកត្តាប្រព័ន្ធប្រសាទបាទយើងអាចមើលការបកប្រែនៅត្រង់នេះបាទសម្បញ្ញៈការគិតពីកត្តាខាងក្រៅការបើកចិត្តទូលាយការពេញចិត្តទទួលយកនិងកត្តាប្រព័ន្ធប្រសាទបាទអញ្ចឹងសម្រាប់នេះយើងធ្វើតែប៉ុណ្្នឹងទេបាទយើងធ្វើវីដេអូខ្លីៗបាទអរគុណសម្រាប់ការទស្សនាសូមរងចាំវីដេអូបន្តទៀតបាទអរគុណ